柬埔寨和泰国是搬不走的邻居。ស្ថានទូតចិនប្រចាំនៅកម្ពុជាអត្តភាពខ្ពស់បំផុតគឺបញ្ឈប់សង្គ្រាមរវាងកម្ពុជាថៃឲ្យបានឆាប់បំផុតនិងការពារប្រជាពលរដ្ឋស៊ីវិលបាទសួស្តីបងប្អូនប្រិយមិត្តអ្នកតាមដានការស្ដាប់ព័ត៌មានបញ្ហាព្រំដែនកម្ពុជាថៃទាំងអស់គ្នានៅថ្ងៃនេះខ្ញុំសូមមកចែករំលែកទាក់ទងទៅនឹងមហាអំណាចចិនបានចេញមុខដោះស្រាយសង្គ្រាមរវាងកម្ពុជានិងថៃអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរសូមស្ដាប់ទាំងអស់គ្នាភ្នំពេញស្ថានទូតចិនប្រចាំកម្ពុជាលោកវ៉ាងវិនប៊ីនបានបង្ហាញសារពិសេសមួយនៅរាត្រីថ្ងៃទី15ខែធ្នូឆ្នាំ2025បានប្រកាសឲ្យដឹងថាអត្តភាពខ្ពស់បំផុតគឺបញ្ឈប់សង្គ្រាមនិងការពារពលរដ្ឋស៊ីវិលយើងសង្ឃឹមថាភាគីទាំងពីរកម្ពុជាថៃនឹងអត់ធ្មត់ជាអតិភិបចាត់វិធានការដើម្បីឈានទៅបត់ឈប់បាញ់ឲ្យបានកាន់តែឆាប់បំផុតដើម្បីកសាងសន្តិភាពនិងស្ថិរភាពនៅតាមព្រំដែននិងដើម្បីផលប្រយោជន៍ប្រជាជនប្រទេសចិនគឺនឹងបន្តធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីលើកកម្ពស់ការសន្ទនាឈានទៅការកសាងសន្តិភាពហើយចិននឹងដើរតួនាទីស្ថាបនាតាមវិធីរបស់ខ្លួនក្នុងការនាំមកនៅបទឈប់បាញ់រវាងកម្ពុជាថៃដើម្បីកសាងសន្តិភាពសូមជម្រាបថាអ្នកនាំពាក្យក្រសួងការបរទេសចិនលោកគួជាគុណនៅថ្ងៃច័ន្ទទី15ខែធ្នូឆ្នាំ2025បានប្រកាសថាមហាអំណាចចិនប្រកាសបដិញ្ញាជំរុញឲ្យមានបទឈប់បាញ់រវាងកម្ពុជាថៃហើយចូលតុលាការចរចាដើម្បីសន្តិភាពហើយសង្ឃឹមថាកម្ពុជានិងថៃនឹងអនុវត្តការអត់ធ្មត់ជាអតិបរមាហើយនឹងចាត់វិធានការទាំងអស់ដែលនាំទៅដល់ការបញ្ឈប់ការប្រយុទ្ធគ្នានិងកាត់បន្ថយភាពតានតឹងឲ្យបានឆាប់តាមដែលអាចធ្វើទៅបានលោកគួជាគុណបានបន្ថែមថានឹងចិននឹងបន្តដោយមើលលើឆន្ទៈរបស់ភាគីទាំងពីរក្នុងការធ្វើឲ្យអស់ពីសមត្ថភាពដើម្បីជំរុញការចរចាដើម្បីសន្តិភាពនិងដើរតួនាទីស្ថាបនាតាមរបៀបរបស់យើងដើម្បីនាំមកនៅបទឈប់បាញ់និងការស្ដារសន្តិភាពរវាងប្រទេសទាំងពីរបាទបងប្អូននេះគឺជាដំណឹងល្អមួយសម្រាប់កម្ពុជាដឹងស្រាប់ហើយការផ្ទុះសង្គ្រាមរវាងកម្ពុជាថៃបានបាញ់ប្រហារសិតតាអាវុធធុនធ្ងន់មាន F16 មានអាវុធធុនជាច្រើនចូលមកកម្ពុជាចាត់តាំងពីថ្ងៃទី8មកម្លេះឥឡូវមហាអំណាចចិនដែលជាមិត្តរបស់កម្ពុជាមករាប់ឆ្នាំមកហើយបានចេញសេចក្តីប្រកាសគាំទ្រក្នុងការបញ្ឈប់សង្គ្រាមរវាងកម្ពុជាថៃអញ្ចឹងនេះគឺជាដំណឹងរីករាយបំផុតព្រោះកម្ពុជាមិនចង់ជួបនៅសង្គ្រាមទេគឺចង់ទទួលបានសន្តិភាពព្រោះថាសង្គ្រាមមិននាំមកនៅផលចំណេញឡើយធ្វើឲ្យកងទ័ពកម្ពុជាមានការពលីនិងជនស៊ីវិលត្រូវភៀសសឹកមិនមានពេលប្រកបមុខរបរអាជីវកម្មរបស់ខ្លួនកុមារមិនបានរៀនសូត្រអញ្ចឹងផលលំបាកនៃសង្គ្រាមគឺមានច្រើនណាស់កម្ពុជាមិនចង់ជួបទេប៉ុន្តែគណៈចៅសៀមនៅតែបន្តចង់ឈ្លានពានមកលើប្រជាជនកម្ពុជានិងចង់បាននៅទឹកដីកម្ពុជាចង់មានសន្តិភាពចំណែកឯសៀមចង់មានសង្គ្រាមអញ្ចឹងវាហាក់ជាការលំបាកមួយសម្រាប់កម្ពុជាក្នុងការតទល់ជាមួយនឹងចៅសៀមទាំងដែលខ្លួនមិនចង់មានសង្គ្រាមអញ្ចឹងធ្វើនេះគឺដើម្បីការពារដែនអាណាធិបតេយ្យរបស់កម្ពុជានោះទេកម្ពុជាគ្មានបំណងក្នុងការឈ្លានពានប្រទេសជិតខាងឡើយប៉ុន្តែឥឡូវនេះចិនបានចេញនៅសេចក្តីប្រកាសក្នុងការគាំទ្ររវាងប្រទេសទាំងពីរដើម្បីបញ្ចប់សង្គ្រាមងាកមករកសន្តិភាពនិងក
កសាងមិត្តភាពគ្នាឡើងវិញអញ្ចឹងថាតើការធ្វើវិធានការរបស់ចិននឹងបន្តឲ្យកម្ពុជានិងថៃបញ្ឈប់សង្គ្រាមបានដល់ពេលណាសូមបងប្អូនទាំងអស់គ្នាចាំមើលបន្តទៀតខណៈដែលសហរដ្ឋអាមេរិកបានចេញមកដោះស្រាយជាច្រើនលើកច្រើនសារប៉ុន្តែហាក់បីដូចជាមិនសូវមានប្រសិទ្ធភាពនោះទេព្រោះសៀមមិនគោរពបទចុះបាញ់ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ីនោះទេអញ្ចឹងឃើញថាអាមេរិកមិនសង្កត់ធ្ងន់លើសៀមប៉ុន្មានទេព្រោះអីការសម្របសម្រួលនេះបានធ្វើឲ្យច្រើនលើកច្រើនសារប៉ុន្តែហាក់បីដូចជាសៀមមិនខ្លាចសហរដ្ឋអាមេរិកទេគឺនៅតែប្រហើននៅតែរំលោភកិច្ចព្រមព្រៀងឈប់បាញ់បន្តរហូតមានការផ្លោងដាក់មកលើកម្ពុជាច្រើនលើកច្រើនសារកម្ពុជាមិនតបព្រោះតែកម្ពុជាគោរពនៅបទឈប់បាញ់ប៉ុន្តែវាខ្លាំងពេកទៅកម្ពុជាគឺនៅតែមានការការពារខ្លួននិងការពារបូរណភាពទឹកដីអញ្ចឹងមានតែតទៅវិញរហូតកើតសង្គ្រាមកាន់តែធំទៅចាប់ពីថ្ងៃទី8រហូតដល់ថ្ងៃនេះគឺថ្ងៃទី16ហើយអញ្ចឹងមិនទាន់ស្រាកស្រាននៅឡើយទេដោយភាគីថៃប្រើយន្តហោះ F16 ទម្លាក់គ្រាប់បែកនៅច្រើនកន្លែងមែនទែនមានដូចជាសំរោងចុងកាល់មានដូចជាខាងពោធិ៍សាត់និយាយទៅមកជាប់ព្រំដែនហ្នឹង គឺសិតថាចៅសៀមទម្លាក់គ្រាប់ពីយន្តហោះ F16 អញ្ចឹងថាតើការបញ្ចប់សង្គ្រាមរវាងកម្ពុជានិងថៃនឹងចប់នៅពេលណាអញ្ចឹងសូមបងប្អូនទាំងអស់គ្នាយកចិត្តទុកដាក់តាមដានការស្ដាប់ព័ត៌មាននិងចូលរួមសាមគ្គីដើម្បីជាតិយើងទាំងអស់គ្នាអញ្ចឹងខ្ញុំមិនមានអ្វីតទៅទៀតទេខ្ញុំសូមចែករំលែកនៅព័ត៌មានតែត្រឹមនេះសូមអរគុណនិងសូមជម្រាបលា